ចាសម្រាប់អស់លោកសញ្ញាណឯកំពុងទស្សនាជាមួយនឹងកម្មវិធីរបស់យើងចានៅពេលផងដែរនាងខ្ញុំក៏សូមវាយរំលឹកសញ្ញានិយាយជាមួយទស្សនាជាមួយនឹងបងស្រីដែលជាម្ចាស់សំនៀងដែលមានសម្លេងពីរោះហើយស្ថិតនៅក្នុងកៅអីរបស់បងប្អូនតែគ្នាបន្ទាប់ពីការបាត់មួយរយៈនៅពេលនេះបងស្រីក៏បានចូលរួមជាមួយនឹងការថតឲ្យផលិតកម្ម SM ផងដែរដូច្នេះចង់ដឹងថាបងស្រីមានចំណាប់អារម្មណ៍បែបណាសូមជិះទស្សនាជាមួយនឹងកម្មវិធីរបស់យើងចាសូមជើញញ៉ាំសួរបងសុខសប្បាយទេបងចាសុខសប្បាយអរគុណបន្ទាប់ពីបាត់បងស្រីមួយរយៈដូចជាមានការនឹករលឹកយ៉ាងខ្លាំងមែនតើពីនាងខ្ញុំតតែម្ដងចាអរគុណចាហើយមានចម្ងល់ស្ដាប់បងស្រីតតែម្ដងឃើញថាបងស្រីបាត់មួយរយៈតើបងស្រីអញ្ជើញទៅណាដែរចាចាមួយរយៈនេះនាងខ្ញុំបានទៅសម្រាប់ត្រៀមខ្លួននឹងប្រសូតបុត្រនៅប្រទេសអូស្ត្រាលីចាហើយទទួលបានបុត្រាឬក៏បុត្រីបងបុត្រាចាហើយជាមួយនឹងផងដែរនៅពេលដែលបានត្រឡប់មកវិញហើយក្នុងថ្ងៃនេះក៏បានថតឲ្យផលិតកម្ម SM ទទួលបាននៅបទចម្រៀងប្រមាណបទដែរបងចាថ្ងៃនេះនាងខ្ញុំថតចំនួន8បទ8បទហើយឥឡូវនេះបានប្រមាណបទហើយបងទៅតែ2បទចម្រៀងទាំងអស់គឺសុទ្ធសឹងតែបទចម្រៀងបែបណាដែរតើបងប្រជាប្រិយហើយនឹងមានបទជាចង្វាក់អន្តរជាតិដែរចឹងបន្ទាប់ពីការវិលត្រឡប់មកវិញបន្ទាប់ពីការបន្សោតបទហើយនៅពេលដែលចូលរួមជាមួយនឹងការថតឲ្យផលិតកម្ម SM ដែលមានសិល្បកររបស់យើងច្រើនតែក្នុងចិត្តរបស់បងស្រីមានអារម្មណ៍ថាប្លែកទេបងប្លែកគឺថាបងប្អូនសិល្បករយើងចេះវិវត្តខ្លួនបានល្អណាស់ឥឡូវដូចមានឃើញការតុបតែងទាំងការសម្ដែងហ្នឹងគឺមានការរីកចម្រើនអញ្ចឹងបន្ទាប់ពីការវិលត្រឡប់មកវិញតើបងមានអ្វីសម្រាប់នឹករលឹកដល់ទស្សនិកជនក៏ដូចជាការជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខនេះផងដែរនោះចាចានៅក្នុងឱកាសដ៏ប្រសើរនេះនាងខ្ញុំសូមជម្រាបសួរដល់បងប្អូនទស្សនិកជនទាំងអស់ដែលបានអញ្ជើញមកទស្សនាទីនេះផ្ទាល់ក៏ដូចជាតាមរយៈថេបរយៈការសម្ដែង DVD របស់ផលិតកម្ម SM និងតាមទូរទស្សន៍នានាក្តីនាងខ្ញុំសូមផ្ញើនៅសេចក្តីនឹករលឹកដល់បងប្អូនទាំងអស់ហើយនឹងភ្ជាប់មកជាមួយនៅបទចម្រៀងចំនួន8បទដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិគឺឆ្នាំរកាហើយនឹងសូមគោរពជូនពរដល់បងប្អូនអស់លោកស្រីអ្នកនាងកញ្ញាសូមមានសុខភាពល្អទទួលបាននូវជោគជ័យគ្រប់ក្រុមគ្រួសារទាំងអស់សូមអរគុណពីកម្មវិធីរបស់ស្ថានីយ៍ទូបៃជាន់ក៏សូមអរគុណផងដែរដល់បងស្រីដែលបានចំណាយពេលវេលាជាមួយនឹងកម្មវិធីរបស់យើងហើយក៏សូមជូនពរបងឲ្យមានសុខភាពល្អសំណាងល្អព្រមទាំងបុត្រាផងដែរចាអរគុណបងណាចាអរគុណជាបន្តសូមអញ្ជើញអស់លោកស្រីកញ្ញារីករាយជាមួយនឹងការទស្សនាជួបជាមួយសកម្មភាពនៃសិល្បកររបស់យើងជាបន្តផងដែរចា